បាទអសូមគោរពជំរាបសួរដល់បងប្អូនទាំងអស់គ្នាជាពិសេសដល់បងប្អូនដែលទើបតែចូលរៀនថ្នាក់វិជ្ជាករភាសាអង់គ្លេសដំបូងថ្ងៃនេះយើងមកសិក្សាបន្តទៀតពាក់ព័ន្ធជាមួយនឹង present simple នៃ verb to be កាលពីថ្ងៃមុនយើងបានសិក្សារួចមកហើយអំពីទម្រង់ស្របទម្រង់បដិសេធនិងទម្រង់សំណួរថ្ងៃនេះយើងមកសិក្សាបន្តទៀតទាក់ទងនឹងរបៀបប្រើប្រាស់វាបន្តទៀតថាតើគេប្រើប្រាស់នៃ verb to be ហ្នឹងគឺប្រើប្រាស់ទៅលើអ្វីខ្លះអូខេបាទយើងកុំឲ្យខាតពេលយើងចូលទៅមេរៀនរបស់គ្នាអូខេឥឡូវយើងចូលមកដល់មេរៀនយើងហើយតើតើជាមួយនឹងការប្រើប្រាស់នៃ verb to be អញ្ចឹង we use the verb to be to talk about ពួកយើងប្រើប្រាស់នៃកិរិយាសព្ទ verb to be ហ្នឹងនិយាយអំពីទី1 talk about who we are ឬក៏ who they are ឬក៏ who you are ឬក៏ who he is ចឹងទៅអូខេអញ្ចឹងសម្រាប់ទី1គឺនិយាយអំពីមនុស្ស who សំដៅទៅលើមនុស្សតើគាត់ជានរណានាងជានរណាយើងជានរណាតើពួកគេជានរណាអញ្ចឹងទី1គឺនិយាយអំពី who នរណាគេឧទាហរណ៍ដូចជា am Dara and this is Lisa and this is my daughter Lika ខ្ញុំតារាខ្ញុំឈ្មោះតារាហើយនេះគឺជា Lisa ហើយកូនស្រីរបស់ខ្ញុំនាងឈ្មោះថា Lika អញ្ចឹងតារាហ្នឹងគឺជាសំដៅទៅលើមនុស្សហើយ Lisa ហ្នឹងក៏សំដៅទៅលើមនុស្សដូចគ្នាហើយ Lika នេះក៏សំដៅទៅលើមនុស្សដូចគ្នាអញ្ចឹងទី1គឺយើងនិយាយអំពី who តើនរណាគេតើពួកគេជានរណាតើគាត់ជានរណាតើនាងជានរណាអញ្ចឹងទៅទី2ពួកយើងប្រើ verb to be នឹងនិយាយអំពី age អាយុ1ឆ្នាំអាយុ2ឆ្នាំអាយុ3ឆ្នាំអាយុ4ឆ្នាំឬក៏អាយុ10ឆ្នាំអញ្ចឹងទៅឧទាហរណ៍ am 24 years old and my father is 50ខ្ញុំមានអាយុ24ឆ្នាំហើយប៉ារបស់ខ្ញុំមានអាយុ50ឆ្នាំអញ្ចឹង age និយាយអំពីអាយុទី3យើងប្រើ verb to be និយាយអំពីjob ការងារនិយាយអំពីការងារបើនិយាយពីការងារវាមានដូចជាគ្រូពេទ្យគ្រូបរៀនជាងសំណង់អ្នកបើកបរឬក៏ជាងគំនូរអញ្ចឹងទៅឲ្យតែពាក់ព័ន្ធជាមួយនឹងការងារឧទាហរណ៍ am a teacher and my wife is a doctor ខ្ញុំគឺជាគ្រូបរៀនហើយប្រពន្ធរបស់ខ្ញុំគឺជាគ្រូពេទ្យទី4យើងនិយាយអំពីយើងប្រើ verb to be នឹងនិយាយអំពី nationality សញ្ជាតិខ្មែរសញ្ជាតិអាមេរិកសញ្ជាតិអូស្ត្រាលីសញ្ជាតិកាណាដាអញ្ចឹងទៅឧទាហរណ៍យើងមើលឧទាហរណ៍របស់យើង Alex is from France and Sonia is from Spain គេថា Alex គឺមកពីប្រទេសបារាំងអូខេហើយ Sonia គឺមកពីប្រទេសអេស្ប៉ាញអញ្ចឹង nationality នេះគឺសំដៅទៅលើសញ្ជាតិអញ្ចឹងទៅគាត់មកពី Alex មកពីប្រទេសបារាំងគាត់ប្រកាសជាជនជាតិបារាំងហើយ Sonia គាត់មកពីប្រទេសអេស្ប៉ាញគាត់ប្រកាសជាជនជាតិអេស្ប៉ាញហើយអូខេទី5គឺនិយាយអំពី feeling អារម្មណ៍សប្បាយរីកអារម្មណ៍កើតទុក្ខអារម្មណ៍ព្រួយអារម្មណ៍កង្វល់ឬក៏អារម្មណ៍រំភើបញាប់ញ័រអញ្ចឹងទៅឲ្យតែពាក់ព័ន្ធនឹងអារម្មណ៍ឧទាហរណ៍របស់យើង am scared she is very tired ខ្ញុំមានអារម្មណ៍ថាភ័យខ្លាចណាហើយនាងមានអារម្មណ៍ថាហត់នឿយអូខេតើបានទី6យើងប្រើ verb to be គឺនិយាយអំពី color ពណ៌ខៀវពណ៌បៃតងពណ៌ក្រហមពណ៌លឿងពណ៌ស្វាយអញ្ចឹងទៅឧទាហរណ៍អញ្ចឹងទី6និយាយអំពី color ឧទាហរណ៍របស់យើង Our dog is black his eyes are blue
ឆ្កែរបស់ពួកយើងគឺមានរូបរាងពណ៌ខ្មៅហើយភ្នែករបស់គាត់គឺពណ៌ខៀវតែគាត់នឹងគឺសំដៅទៅឆ្កែនឹងឯងដោយសារតែឆ្កែយើងអាចជំនួសដោយសព្វនាម his បានទី7គឺយើងនិយាយអំពី price តម្លៃវាបននឹងតម្លៃថោកតម្លៃថ្លៃតម្លៃ$1 $2 ឬក៏តម្លៃ$10អញ្ចឹងទៅជាដើមអញ្ចឹងទី7យើងប្រើ verb to be និយាយអំពីតម្លៃឧទាហរណ៍របស់យើងនេះit's $7 this t-shirt is $20 វាមានតម្លៃ$7ហើយអាវយឺតនេះវាមានតម្លៃ$20ទី8 we use the verb to be to talk about the weather ទី8យើងប្រើ verb to be និយាយអំពីអាកាសធាតុ the weather អាកាសធាតុបើយើងនិយាយពីអាកាសធាតុវាមានអាកាសធាតុក្តៅវាមានអាកាសធាតុត្រជាក់វាមានអាកាសធាតុភ្លៀងឬក៏ចុះអាប់អញ្ចឹងទៅឬក៏អាកាសធាតុរងាអញ្ចឹងទៅឲ្យតែពាក្យពណ៌អាកាសធាតុគឺយើងប្រើជាមួយនឹង verb to be បានដូចគ្នាឧទាហរណ៍របស់យើង it's sunny today it is very cool this morning វាមានពន្លឺថ្ងៃនៅថ្ងៃនេះហើយវាសំដៅវាមានពន្លឺថ្ងៃនៅថ្ងៃនេះវាពិតជាត្រជាក់ណាស់កាលពីព្រឹកមិញអូខេទី9 we use the verb to be to talk about the time ទី9គឺយើងប្រើ verb to be និយាយអំពីម៉ោងឧទាហរណ៍ម៉ោង1ម៉ោង2ម៉ោង3ម៉ោង4ម៉ោង5ឬក៏ម៉ោង10ម៉ោង12អញ្ចឹងទៅពាក់ព័ន្ធជាមួយនឹងម៉ោងឧទាហរណ៍របស់យើង what time is it it's 10 past 4តើម៉ោងប្រហែលហើយម៉ោងប្រហែលហើយវាគឺម៉ោង10លើក4នាទីហើយមានន័យថាម៉ោង10 4នាទីអូខេទី10 we use verb to be to talk about description in general ពួកយើងប្រើប្រាស់នៅ verb to be ហ្នឹងគឺពិពណ៌នាអំពីរឿងទូទៅយាមរឿងអំពីរឿងទូទៅឧទាហរណ៍ដូចជា he is short and thin the cars are old and cheap អូខេយើងពិពណ៌នាអំពីរឿងទូទៅគាត់មានកម្ពស់ទាប short ហ្នឹងគឺសំដៅទៅលើកម្ពស់កន្លែងហ្នឹងគាត់មានកម្ពស់ទាបហើយស្កើម thin នេះគឺបកប្រែថាស្កើមឬក៏ស្ដារអញ្ចឹងទៅ the cars are old and cheap ឡានគឺចាស់ហើយវាមានតម្លៃទាបអូខេដូច្នេះយើងប្រើ verb to be ហ្នឹងគឺនិយាយទី1គឺ who we are យើងជាណាគេគាត់ជាណាគេឬសំដៅទៅលើ who សំដៅទៅលើមនុស្សទី2គឺនិយាយអំពីអាយុទី3និយាយអំពីការងារទី4និយាយអំពីសញ្ជាតិទី5និយាយអំពីអារម្មណ៍ទី6និយាយអំពីពណ៌ទី7និយាយអំពីតម្លៃទី8និយាយអំពីអាកាសធាតុទី9និយាយអំពីម៉ោងអូខេទី10គឺពិពណ៌នាអំពីរឿងទូទៅអូខេអរគុណច្រើនមេរៀនរបស់យើងថ្ងៃនេះគឺនិយាយអំពីការប្រើប្រាស់ verb to be គឺដល់ទីបញ្ចប់ហើយសង្ឃឹមថាបងប្អូនដែលទើបតែចូលរៀនថ្នាក់វេយ្យាករណ៍ភាសាអង់គ្លេសដំបូងអាចចាប់បានហើយនឹងយល់អូខេបើមានចម្ងល់ឡើយណាអាច comment សួរខាងក្រោមបាទសូមអរគុណជួបគ្នានៅវីដេអូក្រោយបន្តទៀតបាទសូមអរគុណ